ក្នុងសម័យ digital ហ្នឹងមនុស្សយើងប្រើទៅលើគណនីច្រើនមែនតើមិនថា Facebook Instagram TikTok Messenger ឬក៏ Gmail នោះទេហើយបញ្ហាដ៏ធំមួយហ្នឹងគឺយើងត្រូវតែចាំ password ទៅលើគណនីទាំងអស់ហ្នឹងហើយវាគឺជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសម័យ digital នេះហើយយើងក៏មានជា solution មួយចំនួនសម្រាប់អ្នកគ្នាដែលទី1ហ្នឹងសម្រាប់អ្នកដែលប្រើទៅលើប្រភេទ iPhone ឬក៏ iOS ហ្នឹងគឺ iPhone មាន password manager មួយនៅក្នុង iPhone ហ្នឹងដែលជា app របស់ Apple ផ្ទាល់ដែលនៅក្នុងហ្នឹងយើងអាច store ជា password Wi-Fi ឬក៏ code security ផ្សេងៗនៅក្នុងហ្នឹងបានដែលវាទាមទារទៅលើ password ឬក៏ Face ID ដើម្បីបើកទៅកាន់ app ហ្នឹងហើយសម្រាប់អ្នកដែលប្រើទៅលើ Android ក៏យើងមានជា password manager របស់ Google ដែរដែលនៅក្នុងទូរស័ព្ទ Android មួយតែតែមាន password manager ដូចនៅក្នុង Xiaomi មាន Mi password ដែលវាមាន interface ដូចទៅនឹង Apple ដែរដែលយើងអាចផ្ទុក password ឬក៏លេខកូដអីផ្សេងៗនៅក្នុងនោះបានហើយវាក៏ទាមទារលេខកូដទូរស័ព្ទឬក៏ Face ID ឬក៏ fingerprint ដើម្បីបើកទៅកាន់ app ហ្នឹងដែរហើយបើសិនជាអ្នកទាំងអស់គ្នាមិនចង់ប្រើទៅលើ app password manager របស់ Google ឬក៏ iOS ហ្នឹងទេយើងអាចប្រើជា third party app ដែលទី1ហ្នឹងគឺ app ដែលមានឈ្មោះថា Bitwarden ដែល app ហ្នឹងក៏មាន interface ស្តៀងគ្នាដែរយើងអាច store password អីនៅក្នុងហ្នឹងហើយវាទាមទារ authentication code ឬក៏ 2FA code ហ្នឹងដើម្បី log in ចូលទៅក្នុងហ្នឹងហើយអីដែលសំខាន់ហ្នឹងយើងត្រូវតែចាំ password មួយគឺគេហៅថា master key បើយើងអត់ចាំ master key ហ្នឹងទេ password ទាំងអស់ដែលយើងទុកនៅក្នុង app Warden ហ្នឹងគឺវានឹងបាត់ទាំងអស់ហើយ app ទាំង3ហ្នឹងគ្រាន់តែជា app ដែលយើង recommend ដែលយើងអាចគួរប្រើវាបានហើយវាក៏មានភាពងាយស្រួលដែរបើសិនជាយើងអត់ចង់ចាំ password ច្រើនឬយើងចាំតែ password មួយយើងអាចដឹង password ផ្សេងៗទាំងអស់បានហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរ